សំឡនេះគឺសំឡម្ជូរព្រៃសាច់មាន់ខ្ញុំអត់ដឹងច្បាស់ទេថាហេតុអីទៅគេហៅថាសំឡម្ជូរព្រៃតែខ្ញុំអាចយល់បានថាប្រហែលជាម្ហូបនេះជាសំឡម្ជូរបែបអ្នកនៅតំបន់ព្រៃភ្នំដោយសារឃើញមានបន្លែសំខាន់គឺបន្លែព្រៃនោះគឺផ្សិតនិងស្លឹកម្រះព្រៅហើយរបៀបធ្វើគឺមិនបុកដូចអ្នកតំបន់ទំនាបទេគឺគេហាន់ឬដំប៉ុន្តែរសជាតិឆ្ងាញ់ម្ហូបនេះបើធ្វើឲ្យផ្ចិតផ្ចង់គឺឆ្ងាញ់ជាងម្ជូរយើងធម្មតាអញ្ចឹងទៅនៅតាមហាងម្ហូបខ្មែរម្ហូបនេះគឺម្ហូបពិសេសហើយនេះហើយបានគេថារឿងតែមួយតែមានរបៀបធ្វើច្រើនយ៉ាងកុំព្យាយាមទាញគេឲ្យមកធ្វើតាមរបៀបយើងព្រោះគេធ្វើតាមលទ្ធភាពដែលគេមានតាមអ្វីដែលគេដឹងតាមលទ្ធផលដែលគេចូលចិត្តហើយរបៀបដែលគេធ្វើក៏មិនប្រកាសថាឲ្យផលចាញ់យើងដែរមើលលទ្ធផលសិនវិនិច្ឆ័យមនុស្សក៏អញ្ចឹងដែរគេវាយតម្លៃមនុស្សទៅលើលទ្ធផលមិនមែនរបៀបដែលគេរស់នៅទេហើយលទ្ធផលនឹងទៀតគឺអាស្រ័យតាមសេចក្តីពេញចិត្តរបស់គេយើងអ្នកក្រៅពីខ្លួនគេអត់ដឹងទេដូចម្ហូបឆ្ងាញ់ដោយសារមាត់គេខ្លួនគេញ៉ាំតែឆ្ងាញ់មិនមែនដោយសារយើងនិយាយថាឆ្ងាញ់ទេ